លំហាត់បន្តទៀតគឺលំហាត់មេរៀនទី2ស្វេតនុពន្ធសូមលើកយកលំហាត់ទី13 14និង15លំហាត់ទី13បង្ហាញថាចំនួនទាំង3ជាស្វេតនុពន្ធហើយលំហាត់ទី14កំណត់តម្លៃ x ដើម្បីឲ្យចំនួនទាំង3ដែលគេឲ្យហ្នឹងជាស្វេតនុពន្ធដែរហើយនៅលំហាត់ទី15បង្ហាញថាចំនួនទាំង3នេះជាស្វេតនុពន្ធជំនឿថាលំហាត់ទាំង3ខាងលើនេះគឺប្រភេទតែមួយមានន័យថាតកតងជាមួយនឹង3ចំនួនតគ្នាស្វេតនុពន្ធដែលយើងអនុវត្តតាមមជ្ឈុំនុពន្ធដែលមជ្ឈុំនុពន្ធគឺផលបូកតួចុងស្មើនឹង2ដងតួកដាលសំដៅលំហាត់ទី13បង្ហាញថាចំនួន1លើ x បូក1 x លើ x ការ៉េដក1និង1លើ x ដក1ជាស្វេតនុពន្ធអញ្ចឹងកាលណាគេបង្ហាញថាវាជាស្វេតនុពន្ធគឺយើងអនុវត្តតាមមជ្ឈុំនុពន្ធដែលមជ្ឈុំនុពន្ធរបស់យើងគឺ a បូក c ស្មើនឹង 2b a បូក c ស្មើនឹង 2b ហើយយើងជំនួស a ដោយ1លើ x បូក1 c ដោយ1លើ x ដក1និង b របស់យើងគឺ x លើ x ការ៉េដក1បន្ទាប់មកយើងជំនួសចូលរូបមន្តហ្នឹងយើងបាន1លើ x បូក1បូកជាមួយនឹង1លើ x ដក1ស្មើនឹង2គុណនឹង x លើ x ការ៉េដក1តែពេលដែលយើងបង្ហាញសមភាពបែបនេះគឺយើងអាចបំលែងអង្គទី2ឲ្យស្មើអង្គទី1ឲ្យស្មើនឹងអង្គទី2ចឹងអង្គទី1របស់យើងគឺជាផលបូកប្រភេទដែលមានភាពបាញ់ខុសគ្នាអញ្ចឹងយើងត្រូវតម្រូវភាពបាញ់រួមដែលភាពបាញ់រួមរបស់វាគឺ x បូក1កតា x ដក1ដែលមានន័យថាយើងមាន x បូក1នៃប្រភេទទី1យើងត្រូវគុណជាមួយនឹង x ដក1នៃភាពបាញ់ប្រភេទទី2ដោយឲ្យភាគយកគុណជាមួយនឹង x ដក1ដែរអញ្ចឹងបន្ទាប់ពីយើងយក1គុណនឹង x ដក1ទៅយើងបាន x ដក1នៃភាគយកហើយប្រភេទទី2របស់យើងមាន x ដក1អញ្ចឹងយើងត្រូវការគុណជាមួយនឹង x បូក1អញ្ចឹងភាគយករបស់យើងគុណនឹង x បូក1ដែរបន្ទាប់មកយើងធ្វើការទូទាត់ x បូក x យើងបាន 2x ហើយដក1បូក1ស្មើនឹង0 x ដក1កថា x បូក1ចូលរូបមន្ត i ការ៉េដក b ការ៉េដែលមានន័យថា x ការ៉េដក1ការ៉េអញ្ចឹងបន្ទាប់ពីយើងជំនួសចូលទៅយើងបានតម្រងថ្មីឬក៏តំណែងថ្មីបន្ទាប់ពីយើងសម្រួលហើយយើងបាន 2x លើ x ការ៉េដក1 2x លើ x ការ៉េដក1ហើយអង្គទី2យើងរក្សាធម្មតាដែរបន្តមកទៀតយើងចាប់2ចេញមកក្រៅមកយើងបាន2គុណជាមួយនឹង x លើ x ការ៉េដក1ស្មើនឹង2គុណនឹង x លើ x ការ៉េដក1មានថាសមភាពនឹងវាពិតដូចនេះយើងសន្មតថាចំនួនទាំង3ដែលគេឲ្យខាងលើហ្នឹងគឺជាស្វេតនុពន្ធបាទសូមទៅលំហាត់ទី14លំហាត់ទី14អញ្ចឹងគឺគេឲ្យកំណត់តម្លៃ x ដើម្បីឲ្យចំនួនទាំង3ហ្នឹងជាស្វេតនុពន្ធអញ្ចឹងលំហាត់នេះគេរក x វិញម្ដងតើ x ស្មើប៉ុន្មានដើម្បីឲ្យវាខ្លាយទៅជាស្វេតនុពន្ធអញ្ចឹងនៅក្នុងករណីនេះគឺយើងធ្វើដោយលំនាំមុនដែរមានន័យថាយើងបង្ហាញតាមមជ្ឈុំនុពន្ធធ្វើតាមមជ្ឈុំនុពន្ធដោយខ្ញុំយក a ស្មើនឹង1បូក x លើកជាការ៉េហើយតួ b របស់យើងគឺ3បូក x លើកជាការ៉េនិងតួ c ស្មើ9បូក x លើកជាការ៉េបន្ទាប់ពីយើងបាន a b c ជា3តួតគ្នាហើយយើងអនុវត្តតាមមជ្ឈុំនុពន្ធរបស់យើងគឺ a បូក c ស្មើនឹង 2b យើងជំនួស a ចូលទៅក្នុងតំណែងនោះ1បូក x លើកជាការ៉េហើយជំនួស c ដោយ9បូក x លើកជាការ៉េនិងជំនួស b ដោយ3បូក x លើកជាការ៉េបន្ទាប់មកយើងធ្វើការពលាតរូបមន្តទាំងពីរអង្គមានន័យថាយើងពលាតឲ្យទៅជាទម្រង់រាយ1បូក x លើកជាការ៉េយើងបាន1បូក 2x បូក x ការ៉េអនុវត្តតាមប្រព័ន្ធ a បូក b លើកជាការ៉េ9បូក x លើកជាការ៉េស្មើនឹង81បូក 18x បូក x ការ៉េហើយអង្គទី2យើងពលាតរួចយើងយក2គុណបញ្ចូលយើងបានទំនាក់ទំនងរបស់យើងគឺ18បូក 12x បូក 2x ការ៉េបន្ទាប់ពីយើងធ្វើការពលាតកន្សោមរួចហើយយើងនឹងធ្វើការបោះវាទៅអង្គទី1សម្រាប់បញ្ញត្តិ x ហើយនឹងបោះមកអង្គទី2សម្រាប់អថេ2x ការ៉េបោះទៅអង្គទី1យើងបានដក 2x ការ៉េ12x យើងបោះទៅអង្គទី1យើងបានដក 12x x ការ៉េបូក x ការ៉េបាន 2x ការ៉េ 2x ការ៉េដក 2x ការ៉េស្មើនឹង0ហើយនឹង1បូក81ស្មើនឹង82
82យើងបោះមកអង្គទី2ចេញដក82 8ដក82បូក18នៅសល់ដក64ហើយនៅក្នុងនេះយើងបានសញ្ញាដកចំណែកឃើញដក64បន្ទាប់មកយើងទាញរក x វាស្មើនឹង60ដក64លើ8ស្មើនឹងដក8អញ្ចឹង x ដែលយើងរកឃើញគឺមានតម្លៃ x ស្មើដក8នៅពេល x ស្មើដក8ចំនួនទាំង3ខាងលើជាស្វេតនពុនសំទោសលំហាត់ទី15បង្ហាញថាចំនួនទាំង3នេះជាស្វេតនពុនអញ្ចឹងនៅពេលដែលគេបង្ហាញចំនួន3តួតគ្នាជាស្វេតនពុនគឺយើងបង្ហាញថាមជ្ឈុំនពុនតែមជ្ឈុំនពុនរបស់យើងគឺ a បូក c ស្មើនឹង 2b យើងជំនួស a ដោយ a ការ៉េបូក b ការ៉េលើកជាការ៉េហើយនឹង c របស់យើងគឺ a ការ៉េដក b ការ៉េលើកជាការ៉េហើយស្មើជាមួយនឹង2ដងតួ b គឺ2កូនជាមួយនឹង a សកុន4បូក b សកុន4បន្ទាប់មកយើងធ្វើការពលាតរូបមន្តរបស់យើង a បូក b លើកជាការ៉េ a ដក b លើកជាការ៉េបន្ទាប់ពីពលាតយើងបាន a សកុន4បូក 2a ការ៉េ b ការ៉េបូកជាមួយនឹង b សកុន4ហើយបូកជាមួយនឹង a សកុន4ដក 2a ការ៉េ b ការ៉េបូក b សកុន4ហើយអង្គទី2យើងរក្សាទុកនៅដដែល2កតា a សកុន4បូក b សកុន4បន្ទាប់មកយើងធ្វើការកណនាអង្គទី1 a សកុន4បូក a សកុន4ស្មើនឹង 2a សកុន4 2a ការ៉េ b ការ៉េដក 2a ការ៉េ b ការ៉េគឺស្មើនឹង0 b សកុន4បូក b សកុន4បាន 2b សកុន4បន្ទាប់មកទៀតយើងចាប់2ជាកតាយើងបាន2កតា a សកុន4បូក b សកុន4ស្មើនឹង2កតា a សកុន4បូក b សកុន4មានន័យថាវាពិតដូចនេះចំនួនទាំង3គឺជាស្វេតនពុនបាទនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងសូមអរគុណ